ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងខ្ញុំនឹងលើកយករឿងនិទានមួយយកពុកអានជូនពុកម៉ែបងប្អូនស្ដាប់ដែលមានចំណងជើងថាឆ្កែនិងភ្នំអានកំបាំងភូមិមួយនៅជិតភ្នំខ្ពស់និងព្រៃក្រាស់ព្រឹកព្រលឹមពពកអណ្ដែតជុំវិញភ្នំធ្វើឲ្យមើលទៅអានកំបាំងកូនឆ្កែតូចមួយឈ្មោះឡូឡាឈរមើលភ្នំពីចម្ងាយភ្នែកវាពោរពេញដោយក្តីសុបិនចង់ដឹងថាខាងលើភ្នំមានអ្វីខ្លះឡូឡាលួចចេញពីភូមិដើរតាមផ្លូវតូចចូលព្រៃខ្យល់ត្រជាក់ប៉ុន្តែព្រៃរុក្ខជាតិរុំជុំវិញព្រៃកាន់តែងងើតសំឡេងសត្វឮពីគ្រប់ទិសទីឡូឡាភ័យតែបន្តដំណើរទៅមុខទៀតឡូឡាជួបសត្វកណ្ដុរព្រៃនិងបក្សីតូចដែលស្មោះត្រង់ពួកវាសន្យាជួយណែនាំផ្លូវឲ្យក្រុមមិត្តមកដល់ទន្លេធំទឹកហូរខ្លាំងឡូឡាស្ទាក់ស្ទើរតែបក្សីបង្ហាញផ្លូវឆ្លងកាត់ស្ពានឈើចាស់ញ័រខណៈពេលឡូឡាឆ្លងឈើបាក់បន្តិចធ្វើឲ្យគ្រប់គ្នាភ័យភ្លៀងធ្លាក់ខ្យល់បក់ខ្លាំងសត្វទាំងអស់ច្រកក្រោមថ្មធំរងចាំឲ្យព្យុះឈប់ឡូឡាចង់ត្រឡប់តែចងចាំសុបិនរបស់ខ្លួនវាសម្រេចចិត្តបន្តទោះជាភ័យក៏ដោយពួកវាឡើងដល់កំពូលភ្នំឃើញពិភពលោកធំទូលាយពន្លឺថ្ងៃភ្លឺចាញ់ចាំងឡូឡាយល់ថាភាពក្លាហានមិនមែនមិនភ័យនោះទេតែជាការមិនបោះបង់ឡូឡាត្រឡប់ភូមិជាមួយឆ្កែដែលមានភាពក្លាហាននិងប្រាជ្ញាចែករំលែកបទពិសោធន៍ដល់សត្វផ្សេងទៀតអត្ថន័យនៃរឿង1ការផ្សងព្រេងបង្កើតភាពក្លាហាន2មិត្តភាពជួយឲ្យឆ្លងកាត់គ្រោះថ្នាក់3សុបិននឹងការតស៊ូនាំទៅរកការលូតលាស់សូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមស្ដាប់សូមជួយចុច like share subscribe ដើម្បីទទួលបានរឿងថ្មីទៀតជារៀងរាល់ថ្ងៃសូមអរគុណ